រូបជ្រាបសួរបងប្អូនយើងដែលគ្រប់គ្រងជាមួយខ្ញុំបាទ DJ គេពិតជាក្រៅមានរំជួយដីល្បាក់ទៅនេះបន្ទាប់ពីក្រឡាប់ឥឡូវត្រូវបានរើតំណែងទាំងអស់នេះបងប្អូនណាបាទគឺនៅភូមិបោះថ្លាំងឃុំបោះម៉នស្រុករំដួលខេត្តស្វាយរៀងឃើញថាបានរើហើយបាទគឺបានរើហើយដោយសារតែផ្លូវស្រុតស្រូវផ្លូវខូចណាបាទឥឡូវនេះត្រូវបានរើដោយទាំងអស់នេះបងប្អូនគឺសិតតែជារបស់ដែលនាំចេញពីប្រទេសវៀតណាមចូលទឹកដីខ្មែរនៅខាងភូមិដេញខាងភូមិបោះម៉នស្រុករំដួលខេត្តស្វាយរៀងដែលរថយន្តនេះដែលពាក្យផ្លែលេខតកែវ 3A11-47ផងដែរបងប្អូនណាបាទហើយនេះគឺជាប្រភេទតំណែងមានកេះមានរបស់របរដែលបងប្អូនយើងឃើញណាបាទហើយយើងក៏លេខមកមើលផ្លូវទៅបងប្អូនក៏លេខមកមើលផ្លូវគឺរងការខូចខាតអស់កន្លែងខ្លះក៏ខូចកន្លែងខ្លះក៏នៅល្អចឹងដែរបាទហើយនេះគឺជាទស្សនវិជ្ជាមួយសម្រាប់បងប្អូនយើងដែលអត់ធ្វើដំណើរមកដល់ផ្លូវនេះគឺរថយន្តធុនធ្ងន់បាទគឺធ្វើឲ្យយើងពិបាកនឹងធ្វើដំណើរបាទហើយនេះគឺជាទស្សនវិជ្ជាមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះផងដែរបាទហើយចឹងហើយគឺតំណែងទាំងអស់នេះគឺជាតំណែងដែលនាំចេញពីទឹកដីខាងភូមិបោះម៉នស្រុករំដួលខេត្តស្វាយរៀងនៅថ្ងៃទី11ខែ6ឆ្នាំ2025ដែលខ្ញុំបាទ DJ កំពុងរត់យករូបភាពចែកជូនបងប្អូនយើងដើម្បីបានដឹងថារថយន្តនេះគឺដឹករបស់របរដែលការដាក់លើសច្រើនពេកចឹងទៅធ្វើឲ្យចំណូលទាំងអស់នេះបាទដេញត្រូវបានខូចខាតបាទឡើងដំណំតតែម្ដងបាទហើយនេះគឺជាទស្សនវិជ្ជាដែលដេញបាទគឺកំពុងតែរើនៅរបស់របរទាំងអស់នេះផងដែរបាទមានដូចជាឆាត់មានឆាត់បងប្អូនយើងមានឆាត់អូបាទឆាត់មកដូចជាឆាត់រើណាបាទនេះគឺជាទស្សនវិជ្ជាដែលកំពុងតែរើបាទចេញផងដែរបងប្អូនយើងបាទហើយយើងឃើញហ្នឹងបងប្អូនយើងគឺជាផ្លូវនេះគឺខូចខាតឡើងដំណំហើយបាទខូចខាតឡើងដំណំនៅខាងភូមិបោះថ្លាំងឃុំបោះតូចនិងឃុំបោះស្វាយស្រុករំដួលខេត្តស្វាយរៀងផងដែរបាទនេះគឺជាប្រភេទដែលមានកៅអីមានស្អីចឹងទៅបាទមានរបស់របរដែលបងប្អូនយើងឃើញដែលនាំចេញពីប្រទេសវៀតណាមដែលចូលមកខ្មែរយើងបាទហើយកដងនោះបាទហើយយើងក៏លេខមើលនេះបងប្អូនយើងបាទកដងនេះគឺកដងស្អីទេបងប្អូនយើងបាទកដងដាក់ស្អីទេបងប្អូនណាបាទហើយកដងនេះគេយកទៅប្រើប្រាស់ដោយធ្វើអ្វីក៏យើងអត់ដឹងច្បាស់ដែរបាទមានប្រភេទកដងអសសបាទមានប្រភេទកដងអសសនេះបងប្អូនយើងបាទគឺកដងសសដែលគេនាំចូលមកណាបាទមានទាំងអស់នេះបងប្អូនណាបាទហើយនេះគឺកដងនេះគេយកទៅធ្វើអីណាបាទកដងនេះគេយកទៅធ្វើអីណាកដងនេះគេយកទៅធ្វើអីណាកដងនេះប៉ិនកដងលេវិញកដងនេះគេយកទៅធ្វើអីណាកដងនេះគឺសិប្បកម្មអីគេយកទៅកែច្នៃយកទៅធ្វើអីទេកដងគេយកទៅធ្វើអីណាបាទហើយក្នុងធុងនេះមិនដឹងថាមានអ្វីនៅក្នុងនេះទេហើយកដងនេះយើងក៏មិនដឹងថាកដងជាប្រភេទកដងអីដែរបាទហើយយើងឃើញហើយបងប្អូនយើងការបើកបដេញបាទប្រភេទហ្នឹងហើយគឺកដងនេះក៏យើងបាទគឺឃើញហើយបាទគឺក្រឡាប់ចឹងតែម្ដងបាទហើយជាប្រភេទកដងដឹកចេញពីខាងទឹកដីឃុំបោះម៉នស្រុករំដួលខេត្តស្វាយរៀងផងដែរបងប្អូនយើងបាទហើយយើងមើលតាមហ្នឹងទៅហើយគឺផ្លូវគឺខូចខាតអស់ហើយបងប្អូនផ្លូវខ្លះខូចខាតឡើងខ្លះក៏ល្អបាទនេះគឺយើងក៏លេចមកមើលផ្លូវទៅបាទក៏លេចមកមើលផ្លូវទៅគឺកន្លែងខ្លះខូចខាតបាទហើយយើងជម្រាបជូនបងប្អូនយើងឲ្យបានដឹងថាទស្សនវិជ្ជាដែលកំពុងប្រឌិតយករូបភាពបច្ចេកជូនបងប្អូនយើងនេះគឺផ្លូវនេះគឺក្រាកស៊ូទេប៉ុន្តែកន្លែងខ្លះខូចកន្លែងខ្លះក៏នៅទៅហើយនេះគឺជើង3ត្រូវមេឃជើង3ទីត្រូវដីក្បាលមួយខ្លួនមួយផងដែរបងប្អូនយើងបាទហើយប្រភេទក្ដងទាំងអស់នេះគឺជាប្រភេទក្ដងដែលដេញមិនដឹងថាច្រកអ្វីទេបាទបងប្អូនយើងក៏លេចមើលទៅក្ដងនេះជាប្រភេទក្ដងអ្វីបងប្អូនយើងពិចារណាតាមការគូទៅបាទខ្ញុំបាទ JKH
គឺមានតែជូនបងប្អូនយើងតែប៉ុណ្្នឹងទេសូមអរគុណ